រឿងសេដ្ឋីចិត្តបុណ្យនិងព្រះរាជាមានសេដ្ឋីម្នាក់ជាមនុស្សចិត្តបុណ្យគាត់ចូលចិត្តជួយទុក្ខធុរៈអ្នកដទៃណាស់ជារៀងរាល់ថ្ងៃគាត់តែងតែធ្វើបុណ្យដាក់ទានជាប្រចាំលើសពីនេះគាត់បានសង់រោងមួយសម្រាប់ចែកអាហារដល់អ្នកក្រីក្រលំបាកនិងកន្លែងហ្វឹកហាត់វិជ្ជាជីវៈសម្រាប់អ្នកដែលគ្មានការងារធ្វើផងដែរដោយសារអំពើល្អទាំងនេះហើយទើបធ្វើឲ្យលោកសេដ្ឋីមានកេរ្តិ៍ឈ្មោះល្បីសពទិសទីហើយប្រជាជនស្រឡាញ់ចូលចិត្តគាត់គ្រប់គ្នាព្រះរាជាដែលទ្រង់គង់នៅនគរនោះបានឮពីកេរ្តិ៍ឈ្មោះរបស់លោកសេដ្ឋីថាជាមនុស្សចិត្តបុណ្យយូរណាស់មកហើយដែរដំបូងឡើយព្រះអង្គសប្បាយព្រះរាជតីណាស់ដែលមានមនុស្សល្អម្នាក់មានគុណធម៌នៅក្រោមការគ្រប់គ្រងរបស់ទ្រង់ប៉ុន្តែលុះយូរទៅព្រះរាជាក៏ចាប់ផ្ដើមកើតមានការភ័យខ្លាចនឹងសេដ្ឋីដែលធ្វើអំពើល្អបែបនេះប្រហែលជាចង់បានប្រជាប្រិយភាពដើម្បីដណ្ដើមតំណែងព្រះរាជាពីទ្រង់ទៅវិញទើបទីបំផុតទ្រង់ក៏ប្រើល្បិចកលបញ្ជាឲ្យអាមាត្យទៅរករឿងនិងមូលបង្កាច់លោកសេដ្ឋីដោយប្រការផ្សេងដើម្បីឲ្យទ្រង់អាចដាក់ទោសរឹបអូសយកទ្រព្យសម្បត្តិរបស់លោកសេដ្ឋីនោះបានចំណែកលោកសេដ្ឋីវិញទោះបីបើគាត់ត្រូវស្ដេចរឹបអូសយកទ្រព្យសម្បត្តិអស់ទៅហើយក្តីក៏គាត់មិនខ្វាយខ្វល់អ្វីដែរគាត់ចេញទៅស៊ីឈ្នួលធ្វើការឲ្យគេដើម្បីទទួលបានប្រាក់មកផ្គត់ផ្គង់ជីវភាពសល់បន្តិចបន្តួចបែងចែកទៅឲ្យអ្នកក្រីក្រលំបាកជាងខ្លួនផងដែរអាមាត្យដែលព្រះរាជាប្រើឲ្យមកតាមដានលោកសេដ្ឋីនោះមានការចម្លែកក្នុងចិត្តជាខ្លាំងពេលឃើញលោកសេដ្ឋីនៅតែព្យាយាមធ្វើបុណ្យដាក់ទានពេលវេលាកន្លងទៅ7ថ្ងៃព្រះរាជាអត់ទ្រាំមិនបានទ្រង់ក៏ខ្លែងខ្លួនធ្វើជាមនុស្សសាមញ្ញម្នាក់ហើយដើរចូលទៅជជែកជាមួយលោកសេដ្ឋីដែលកំពុងដាក់ទានដល់ជនក្រីក្រលោកខ្ញុំធ្លាប់ឮមកថាលោកជាអ្នកមានកាលពីមុនប៉ុន្តែឥឡូវនេះលោកធ្លាក់ខ្លួនក្រីក្រតើហេតុអ្វីលោកនៅតែធ្វើបុណ្យដាក់ទានទៀតយកល្អលោកគួរតែបញ្ឈប់សកម្មភាពនោះទៅព្រះរាជាធ្វើការទូន្មានដល់សេដ្ឋីលោកសេដ្ឋីឆ្លើយទៅវិញដោយមិនពេញចិត្តហេតុអ្វីក៏លោកពោលដូច្នេះការធ្វើបុណ្យដាក់ទាននេះគឺជាជីវិតរបស់ខ្ញុំហេតុអ្វីខ្ញុំចាំបាច់ត្រូវឈប់លោកក៏បានឃើញដែរថាអ្នកដែលក្រីក្រលំបាកជាងខ្ញុំមានច្រើនណាស់ហើយខ្ញុំនឹងខំធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យពួកគេមានសេចក្តីសុខប្រសើរជាងនេះទោះបីជាអ្វីដែលខ្ញុំធ្វើវាគ្រាន់តែជាសកម្មភាពបន្តិចបន្តួចក៏ដោយព្រះរាជាមានបន្ទូលតទៅទៀតប៉ុន្តែបើលោកឈប់ដាក់ទានខ្ញុំសន្យាថានឹងធ្វើឲ្យលោកត្រឡប់មកក្លាយជាអ្នកមានដូចមុនវិញតើលោកព្រមទេតើលោកជានរណាហេតុអ្វីមកប្រាប់ខ្ញុំឲ្យឈប់ដាក់ទានហើយហេតុអ្វីបានជាលោកអាចធ្វើឲ្យខ្ញុំធូរធារដូចមុនវិញបានលោកសេដ្ឋីសួរបញ្ជាក់ដោយនឹកចម្លែកក្នុងចិត្តយើងជាព្រះរាជានៃនគរនេះព្រះរាជាឆ្លើយខ្ញុំមិនជឿទេក្នុងនាមជាព្រះរាជាគួរតែមានចិត្តមេត្តាករុណាចូលចិត្តធ្វើបុណ្យដាក់ទាននិងជួយសង្គ្រោះអ្នកទីទល់ក្រដែលជាប្រជារាស្ត្ររបស់ទ្រង់ទើបស័ក្តិសមងារជាព្រះរាជាតែលោកបែរជាហាមខ្ញុំមិនឲ្យធ្វើបុណ្យធ្វើទានទៅវិញនេះបង្ហាញឲ្យឃើញថាលោកមិនមែនជាព្រះរាជាទេបើអញ្ចឹងយើងសូមសួរលោកជាសំណួរចុងក្រោយតើលោកខំធ្វើបុណ្យដាក់ទានជួយទុក្ខធុរៈអ្នកដទៃច្រើនដល់ម្លឹងដើម្បីអ្វីទៅលោកចង់ធ្វើជាព្រះរាជានៅនគរនេះមែនទេបានជាខំប្រឹងធ្វើឲ្យប្រជាជនស្រឡាញ់ចូលចិត្តដល់ម្លឹងលោកសេដ្ឋីឮដូច្នេះក៏ញញឹមតិចមុននឹងឆ្លើយតបអ្វីដែលខ្ញុំរំពឹងពុំមែនតំណែងជាព្រះរាជាអ្វីទេក្តីរំពឹងរបស់ខ្ញុំគឺជួយទុក្ខធុរៈអ្នកដទៃឲ្យបានច្រើនបំផុតតាមដែលខ្ញុំអាចធ្វើទៅបានតែប៉ុណ្ណោះបំណងប្រាថ្នារបស់ខ្ញុំគឺការដែលបានឃើញអ្នកដទៃមានសេចក្តីសុខនេះឯងព្រះសម្ដាប់ឮដូច្នេះហើយព្រះអង្គទ្រង់សពព្រះរាជតីជាខ្លាំងក៏ចាប់ដៃលោកសេដ្ឋីរួចត្រាស់ទាំងត្រេកអរថាចាប់ពីថ្ងៃនេះតទៅសូមលោកសេដ្ឋីធ្វើបុណ្យដាក់ទានតាមអំណរប្រាថ្នារបស់លោកចុះធ្វើច្រើនប៉ុណ្ណាក៏បានយើងសន្យាថានឹងផ្ដល់ទ្រព្យសម្បត្តិ
យ៉ាងសមរម្យជូនលោកក្នុងការធ្វើបុណ្យជួយដល់អ្នកដទៃអស់មួយជីវិតរបស់លោកបន្ទាប់មកព្រះរាជាបានយាងត្រឡប់ទៅព្រះរាជវាំងវិញហើយព្រះអង្គក៏បញ្ជាឲ្យអាមាត្យយកទ្រព្យសម្បត្តិទាំងអស់នោះទៅសងលោកសេដ្ឋីវិញហើយថែមទាំងប្រទានទ្រព្យសម្បត្តិបន្ថែមទៀតឲ្យដល់លោកសេដ្ឋីផងដែរឯលោកសេដ្ឋីនៅពេលបានទទួលទ្រព្យសម្បត្តិមកវិញគាត់ក៏យកទៅបរិច្ចាគជាទានជួយដល់អ្នកក្រីក្រជាប្រចាំរហូតពេញមួយជីវិតរបស់គាត់សម្រាប់គតិអប់រំក្នុងរឿងនេះអ្នកធំមួយចំនួនមិនចង់ឲ្យអ្នកតូចតាចមានមុខមាត់លេចធ្លោជាងខ្លួនអ្វីទេព្រោះគាត់ខ្លាចបាត់បង់ប្រជាប្រិយមុខងារតួនាទីដោយមិនដឹងសោះថាតើអ្នកតូចតាចមានឧត្តមគតិខ្ពង់ខ្ពស់ជាងអ្នកធំច្រើនប៉ុណ្ណានោះឡើយ